មីស៊ីលទាំង10ប្រភេទនៅក្នុងពិភពលោកដែលអាចបាញ់បានឆ្ងាយបំផុតគឺត្រឹមឆ្នាំ2025ការណានិយាយអំពីមីស៊ីលការបាញ់បានឆ្ងាយគឺជាគុណសម្បត្តិដ៏សំខាន់មួយរបស់វានៅក្នុងពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបគេបានផលិតនូវមីស៊ីលច្រើនប្រភេទណាស់ជាពិសេសគឺមីស៊ីលដែលអាចបាញ់បានចម្ងាយឆ្ងាយរួមបញ្ចូលដូចជាមីស៊ីល Ballistic អន្តរទ្វីប ICBM ឬក៏មីស៊ីលដែលបាញ់ចេញពីនាវាមួយទឹកនៅក្នុងចម្ងាយឆ្ងាយមានឈ្មោះជាអក្សរកាត់ថា SLBM នៅក្នុងចំណោមប្រភេទមីស៊ីលទាំងអស់ ICBM ត្រូវបានគេទុកថាជាមីស៊ីលដែលអាចបាញ់នៅក្នុងចម្ងាយឆ្ងាយជាងគេពលគឺលើសពី 10000 គីឡូម៉ែត្រនៅក្នុងវីដេអូនេះលោកអ្នកនឹងបានស្គាល់ប្រភេទមីស៊ីលចំនួន10ប្រភេទនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះដែលអាចបាញ់នៅក្នុងចម្ងាយឆ្ងាយបំផុតតើមីស៊ីលទាំង10ដែលអាចបាញ់នៅក្នុងចម្ងាយឆ្ងាយបំផុតនោះមានឈ្មោះអ្វីខ្លះគឺជារបស់កងទ័ពនៃប្រទេសណាខ្លះហើយបាញ់ចម្ងាយឆ្ងាយប៉ុណ្ណាខ្លះសូមជួយលោកអ្នកទស្សនាជាបន្តមាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយហេឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store ចំណាត់ថ្នាក់ទី10មីស៊ីលជូឡាំង3របស់ប្រទេសចិននិងមីស៊ីល M51 របស់ប្រទេសបារាំងទាំងពីរនេះសុទ្ធតែជាប្រភេទមីស៊ីលដែលប្រើប្រាស់បាញ់ចេញពីនាវាមួយទឹកមីស៊ីលជូឡាំង3ឬក៏ហៅកាត់ថា JL3 របស់ចិនត្រូវបានដាក់ពង្រីកនៅលើនាវាមួយទឹកប្រភេទថៃ94របស់ចិនចំណែក M51 របស់បារាំងត្រូវបានបំពាក់នៅក្នុងនាវាមួយទឹករបស់បារាំងប្រភេទ SSBN ពីរនេះអាចត្រូវបានបាញ់នៅក្នុងចម្ងាយ 10000 គីឡូម៉ែត្រលំដាប់ទី9មីស៊ីល DF-31AG របស់ប្រទេសចិនវាគឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីបដែលត្រូវបានប្រើប្រាស់បាញ់ចេញពីជើងទម្រចល័តដែលមានដូចជារថយន្តជាដើមវាត្រូវបានទុកថាជាមីស៊ីលផ្លោងអន្តរទ្វីបដ៏ទំនើបរបស់ចិនដែលប្រមាណឆ្នាំកន្លងទៅនេះចិនបានខិតខំអភិវឌ្ឍសមត្ថភាពរបស់វាមីស៊ីលនេះមានសមត្ថភាពនៅក្នុងការបាញ់ចម្ងាយ 11000 គីឡូម៉ែត្រមីស៊ីលនេះមានប្រវែងបណ្ដោយ 21.6 ម៉ែត្រអាចហោះនៅក្នុងរយៈកម្ពស់ 1200 គីឡូម៉ែត្រពីដីហើយវាមានទម្ងន់54តោនលំដាប់ទី8មីស៊ីល O29 RMU Sineva របស់ប្រទេសរុស្ស៊ីនេះគឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីបប្រើប្រាស់សម្រាប់បាញ់ចេញពីនាវាមួយទឹកមីស៊ីលនេះអាចបាញ់នៅក្នុងរយៈចម្ងាយ 11500 គីឡូម៉ែត្រហើយនៅក្នុងពេលបច្ចុប្បន្ននេះវាត្រូវបានគេដាក់ពង្រីកនៅក្នុងនាវាមួយទឹកប្រភេទ Delta IV Class ក៏ប៉ុន្តែកំពុងតែត្រូវបានយកមកជំនួសដោយមីស៊ីលប្រភេទថ្មីរបស់រុស្ស៊ីដែលមានឈ្មោះថា O35 Bulava មីស៊ីល O29 RMU Sineva នេះមានក្បាលគ្រាប់ចំនួន4ហើយនៅក្នុងនាវាមួយទឹកប្រភេទ Delta IV Class របស់រុស្ស៊ីនីមួយៗមានបំពាក់ប្រភេទមីស៊ីលនេះចំនួន16គ្រាប់លំដាប់ទី7មីស៊ីល UGM-133 Trident II របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសវាគឺជាប្រភេទមីស៊ីលដែលប្រើប្រាស់បាញ់ចេញពីនាវាមួយទឹកមីស៊ីលនេះអាចត្រូវបានបាញ់នៅក្នុងចម្ងាយ 12000 គីឡូម៉ែត្រមីស៊ីលនេះត្រូវបានប្រើប្រាស់ជាចម្បងបំពាក់នៅក្នុងនាវាមួយទឹករបស់សហរដ្ឋអាមេរិកហើយនិងចក្រភពអង់គ្លេសនៅក្នុងពេលបច្ចុប្បន្នទាំងអាមេរិកទាំងអង់គ្លេសកំពុងតែពង្រីកអាយុកាលនៃការប្រើប្រាស់របស់មីស៊ីលនេះមីស៊ីលនេះត្រូវបានអាមេរិកនិងអង់គ្លេសយកមកប្រើតាំងពីឆ្នាំ1990រហូតមកទល់នឹងពេលបច្ចុប្បន្នដោយមានបណ្ដោយប្រវែង13ម៉ែត្រកន្លះហើយមានមុខកាត់ 2.11 ម៉ែត្រលំដាប់ទី6មីស៊ីល RS-24 របស់ប្រទេសរុស្ស៊ីមីស៊ីលនេះជាប្រភេទមីស៊ីលបាញ់ផ្លោងអន្តរទ្វីបដែលបាញ់ចេញពីជើងទម្រផ្ទាល់នឹងដីឬក៏បាញ់ចេញពីយានជំនិះវាអាចបាញ់ចេញនៅក្នុងចម្ងាយ 12500 គីឡូម៉ែត្រមីស៊ីលផ្លោងអន្តរទ្វីប RS-24 របស់រុស្ស៊ីនេះត្រូវបានគេទុកថាគឺជាឆ្អឹងខ្នងឬក៏ជាមូលដ្ឋានសំខាន់បំផុតរបស់កងទ័ពនុយក្លេអ៊ែររុស្ស៊ីមីស៊ីលនេះមានមុខកាត់ 2000 មីលីម៉ែត្រហើយត្រូវបានរុស្ស៊ីយកមកប្រើប្រាស់នៅក្នុងជួរកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីឆ្នាំ2010ហើយនៅតែបន្តប្រើប្រាស់រហូតមកទល់នឹងពេលបច្ចុប្បន្នលំដាប់ទី5មីស៊ីល LGM-30G Minuteman III របស់សហរដ្ឋអាមេរិក
នេះគឺជាប្រភេទមីស៊ីលបាញ់ប្លង់អន្តរទ្វីបដែលមានសមត្ថភាពនៅក្នុងការបាញ់ចម្ងាយ 13,000 គីឡូម៉ែត្រអាមេរិកមានគោលបំណងប្រើប្រាស់មីស៊ីលនេះរហូតដល់ឆ្នាំ 2029 ហើយនឹងត្រូវយកមីស៊ីលប្រភេទថ្មីនិងកាន់តែទំនើបមកជំនួសដែលមានឈ្មោះថា LGM-35 Sentinel មីស៊ីល LGM-30G Mini Adversary មានសមត្ថភាពពំក្បាលគ្រាប់នុយក្លេអ៊ែរដែលជាប្រភេទអ៊ុរ៉ានីញ៉ូមទៀម៉ូនុយក្លេអ៊ែរ W87 មួយគ្រាប់រីឯប្រភេទ W78 អាចបំពាក់បានចំនួន3គ្រាប់នៅក្នុងពេលសប្តាហ៍ថ្ងៃមីស៊ីលប្រភេទនេះត្រូវបានកងទ័ពអាមេរិកបំពាក់នៅតាមមូលដ្ឋានមួយចំនួនដូចជានៅក្នុងរដ្ឋ Wyoming រដ្ឋ Montana ហើយនៅក្នុងរដ្ឋ North Dakota លំដាប់ទី4មីស៊ីលវ៉ាសង់17វ៉ាសង់18របស់កូរ៉េខាងជើងមីស៊ីលនេះត្រូវបានកូរ៉េខាងជើងធ្វើតេស្តបង្អួតពិភពលោកជាច្រើនលើកក៏ប៉ុន្តែអ្នកវិភាគរបស់ប្រទេសលោកខាងលិចនៅតែមិនទុកចិត្តទៅលើសមត្ថភាពពិតប្រាកដរបស់វាគឺជាប្រភេទមីស៊ីលបាញ់ប្លង់អន្តរទ្វីបដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចម្ងាយដែលគេអាចបាញ់វានោះគឺ 15,000 គីឡូម៉ែត្រចំពោះប្រភេទវ៉ាសង់17ត្រូវបានកងទ័ពរបស់កូរ៉េខាងជើងយកមកប្រើនៅក្នុងឆ្នាំ2020រហូតមកទល់នឹងពេលបច្ចុប្បន្នវាអាចប៉ងក្បាលគ្រាប់តួយ៉ាងដូចជាក្បាលគ្រាប់អាវុធនុយក្លេអ៊ែរដែលមានទម្ងន់ចន្លោះពី2តោនទៅ3តោនកន្លះចំណែកឯទម្ងន់របស់វាអាចមានចន្លោះពី80តោនទៅ150តោនលំដាប់ទី3មីស៊ីល DF-5B របស់ប្រទេសចិននេះគឺជាប្រភេទមីស៊ីលប្លង់អន្តរទ្វីបប្រើប្រាស់បាញ់ចេញពីជើងទម្រដែលនៅជាប់នឹងដីវាត្រូវបានគេប៉ាន់ប្រមាណថាអាចបាញ់នៅក្នុងចម្ងាយ 15,500 គីឡូម៉ែត្រមីស៊ីលនេះត្រូវបានចិនអភិវឌ្ឍចេញពីមីស៊ីលប្លង់អន្តរទ្វីបដ៏ចំណាស់មួយរបស់ចិនមីស៊ីលនេះមានមុខកាត់ 3.35 ម៉ែត្រមានល្បឿន 26,950 គីឡូម៉ែត្រនៅក្នុង1ម៉ោងហើយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន12គ្រាប់លំដាប់ទី2មីស៊ីល DF-41 ឬក៏តុងហ្វឹង41របស់ប្រទេសចិនវាគឺជាប្រភេទមីស៊ីលបាញ់ប្លង់អន្តរទ្វីបដែលត្រូវបានបាញ់ចេញពីជើងទម្រចល័តនៅលើដីដែលមានដូចជារថយន្តមីស៊ីល DF-41 នេះអាចត្រូវបានបាញ់នៅក្នុងចម្ងាយ 16,000 គីឡូម៉ែត្រវាត្រូវបានកងទ័ពរបស់ចិនយកមកប្រើនៅក្នុងឆ្នាំ2017មានបណ្ដោយប្រវែងប្រមាណជា22ម៉ែត្រនិងមានមុខកាត់ 2.25 ម៉ែត្រចំពោះល្បឿនរបស់មីស៊ីលនេះគឺ 1.6 គីឡូម៉ែត្រនៅក្នុង1វិនាទីលំដាប់ទី1មីស៊ីលដែលអាចបាញ់បានឆ្ងាយបំផុតគិតត្រឹមឆ្នាំ2025នេះគឺមីស៊ីលរបស់រុស្ស៊ីដែលមានឈ្មោះថា RS-28 សាម៉ាតវាគឺជាប្រភេទមីស៊ីលបាញ់ប្លង់អន្តរទ្វីបហើយអាចត្រូវបានបាញ់នៅក្នុងចម្ងាយដល់ទៅ 18,000 គីឡូម៉ែត្រមីស៊ីលនេះត្រូវបានប្រើប្រាស់បាញ់ចេញពីជើងទម្រផ្ទាល់ដីហើយវាមានទម្ងន់ដល់ទៅ 208.1 តោនឯណោះវាត្រូវបានកងទ័ពរបស់រុស្ស៊ីយកមកប្រើនៅក្នុងឆ្នាំ2023រហូតមកទល់នឹងពេលបច្ចុប្បន្នប្រម៉ូសិនអស់ស្ទះប្រម៉ូសិនអស់ស្ទះអូយស្ទះតែខ្ញុំជាអ្នកគិតលុយច្រើនបែបនឹងអាណាចាំអស់ឈប់ Easy POS BZ Advisor គ្រប់គ្រងគ្រប់ប្រម៉ូសិនរបស់លោកអ្នកស្រួលBZ Advisor ជឿជាក់លើសពី 1,500 អាជីវកម្ម